Bismillahirrahmanirrahim. Alhamdulillahirabbil wassalatu wassalamu ala asyrafil anbiya'i wal mursalin wa ala alihi wa sahbihi ajma'in. Amma ba'd. Assalamualaikum warahmatullahi wabarakatuh. Alhamdulillah. ថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងបន្តទៀតដល់ចំណុច At-targhibu biz-zawaji ការលើកទឹកចិត្តឲ្យរៀបអាពាហ៍ពិពាហ៍ لقد رغب الإسلام في الزواج وحض عليه ឧកាមាអ៊ីស្លាមបានលើកទឹកចិត្តនិងជំរុញឲ្យមានការរៀបអាពាហ៍ពិពាហ៍ لما فيه من المصالح والفوائد ព្រោះវាមានផលប្រយោជន៍និងគុណសម្បត្តិជាច្រើន التي تعود على الفرد والمجتمع ដែលផ្ដល់ផលល្អដល់បុគ្គលនិងសង្គមទាំងមូល قال رسول الله صلى الله عليه وسلم រ៉ូស៊ូលបានមានប្រសាសន៍ថា الدنيا متاع ទុនយ៉ាគឺជាកន្លែងដែលរីករាយជាកន្លែងដែលសប្បាយរីករាយ وخير متاع الدنيا المرأة الصالحة ហើយអ្វីដែលល្អបំផុតក្នុងទុនយ៉ានេះគឺភរិយាដែលសលិហា ហាឌីសនេះរាយការណ៍ដោយហាឌីសរិវាយមូស្លីម ហើយយកអំពីអាប់ឌុលឡោះប៊ីនអាំរូរ៉ាឌីយ៉ាឡោះអានហ៊ូម៉ា متاع متاع شيء ينتفع به ويتمتع به إلى أمد قليل متاع នោះគឺសំដៅលើអ្វីមួយដែលមនុស្សអាចប្រើប្រាស់និងរីករាយជាមួយវាបានក្នុងរយៈពេលខ្លី وروى الترمذي ហាឌីសនេះរាយការណ៍ដោយ الترمذي عن أبي أيوب رضي الله عنه قال អំពីអប៊ូអាយូបរ៉ាឌីយ៉ាឡោះអានហ៊ូបានមានប្រសាសន៍ថា قال رسول الله صلى الله عليه وسلم រ៉ូស៊ូលឡោះបានមានប្រសាសន៍ថា أربع من سنن المرسلين មាន4ប្រការដែលជាសុនណារបស់បណ្ដារ៉ូស៊ូល الحياء ភាពខ្មាស់អៀន والتعطر ការប្រើទឹកអប់ والسواك ការប្រើស៊ីវ៉ាក់ឈើដុសធ្មេញហៅឈើស៊ូគី والنكاح និងការរៀបអាពាហ៍ពិពាហ៍ الحكمة من مشروعية النكاح ផលប្រយោជន៍និងគោលបំណងនៃការដាក់បញ្ញត្តិឲ្យមានអាពាហ៍ពិពាហ៍ إن لتشريع الزواج حكما جمة وفوائد كثيرة ការដាក់បញ្ញត្តិឲ្យមានអាពាហ៍ពិពាហ៍មានផលប្រយោជន៍និងអត្ថប្រយោជន៍ជាច្រើន نذكر بعضا منها យើងនឹងលើកយកខ្លះៗមកបង្ហាញ الاستجابة لنداء الفطرة التي فطر الله الإنسان عليها
ការឆ្លើយតបទៅនឹងធម្មជាតិដើមដែលអល់ឡោះបានបង្កើតមនុស្សឲ្យមាន وَلَقَدْ خَلَقَ اللَّهُ هَذَا الْإِنسَانَ ពិតប្រាកដណាស់អល់ឡោះបានបង្កើតមនុស្សនេះឡើង وَغَرَزَ فِي كِيَانِهِ الْغَرِيزَةَ الْجِنْسِيَّةَ ហើយអល់ឡោះបានដាក់សភាវគតិផ្លូវភេទនៅក្នុងខ្លួនរបស់គេ وَرَكَّزَ فِيهِ ذَلِكَ التَّطَلُّعَ إِلَى الْمَرْأَةِ وَالرَّغْبَةَ فِيهَا ហើយបានដាក់ឲ្យបុរសមានបំណងប្រាថ្នានិងចំណងចិត្តចំពោះស្ត្រី كما جعل مثل ذلك في كيان المرأة وفطرتها ដូចគ្នានេះដែរអល់ឡោះក៏បានដាក់សភាវគតិនេះនៅក្នុងស្ត្រីនិងធម្មជាតិដើមរបស់នាងផងដែរ ولما كان الإسلام دين الفطرة يستجيب لها ហើយដោយសារអ៊ីស្លាមដោយសារឧកាម៉ាអ៊ីស្លាមជាឧកាម៉ាដែលស្របនឹងធម្មជាតិដើមរបស់មនុស្សនិងឆ្លើយតបទៅនឹងវា وينظم مجراها ព្រមទាំងរៀបចំនិងគ្រប់គ្រងវាឲ្យដើរតាមផ្លូវត្រឹមត្រូវ شرع الزواج تلبية لهذا النداء العميق ហើយអល់ឡោះបានដាក់បញ្ញត្តិឲ្យមានអាពាហ៍ពិពាហ៍ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវដ៏ជ្រាលជ្រៅនេះ المستقرة في أعماق هذا الإنسان وكيانه ដែលស្ថិតនៅក្នុងជម្រៅចិត្តនិងធម្មជាតិរបស់មនុស្ស وجعل الزواج هو الطريق الوحيد ហើយអល់ឡោះបានកំណត់ឲ្យអាពាហ៍ពិពាហ៍ជាមធ្យោបាយតែមួយគត់ الذي يعبر عن إشباع هذه الرغبة وإروائها សម្រាប់បំពេញនិងសម្រួលចំណងប្រាថ្នានេះតាមរបៀបដែលស្របច្បាប់ فلم يكبت الإسلام هذه الغريزة ដូច្នេះឧកាម៉ាអ៊ីស្លាមមិនបានបង្ក្រាបសភាវគតិនេះឡើយ ويحطم كيان هذا الإنسان بتشريع الحرمان من الزواج ហើយក៏មិនបានបំផ្លាញធម្មជាតិរបស់មនុស្សដោយហាមឃាត់ការរៀបអាពាហ៍ពិពាហ៍ដែរ والدعوة إلى الرهبنة والتبتل ហើយក៏មិនបានអំពាវនាវឲ្យរស់នៅបែបអ្នកបួសឬបោះបង់ការរៀបអាពាហ៍ពិពាហ៍ដើម្បីផ្ដោតតែលើការធ្វើអ៊ីបាដាតនោះដែរ Hadis ini riwayat At-Tirmizi អំពី Samurah radhiyallahu anhu أن النبي صلى الله عليه وسلم نهى عن التبتل Rasulullah Shallallahu Alaihi Wasallam បានហាមឃាត់ការ
បោះបង់អាពាហ៍ពិពាហ៍ Tabattul មានន័យថាការបោះបង់អាពាហ៍ពិពាហ៍ Wat-tabattulu Tabattul មានន័យថា Al-inqita'u 'anin nisa'i ការផ្តាច់ខ្លួនពីស្រីពីស្ត្រីមិនអត់ចង់រៀបការ Wa tarkuz zawajil Wa tarkuz zawajin sirafan ilal ibadati និងការមិនរៀបការដើម្បីផ្ដោតខ្លួនទៅលើការគោរពធ្វើអ៊ីបាដាតប៉ុណ្ណោះនិងមានហាឌីសរិវាយមុស្លីមនិងទិរមីស៊ីអមអានសាអ៊ដ bin Abi Waqqas radhiyallahu anhu qala និងមានហាឌីសរិវាយមុស្លីមទិរមីស៊ីយកអំពីសាអ៊ដ bin Abi Waqqas radhiyallahu anhu គាត់បានថា Radda Rasulullah sallallahu alaihi wasallam ala Utsman bin Maz'un at-tabattula Rasulullah sallallahu alaihi wasallam បានបដិសេធសំណើរបស់អ៊ូស្មានដែលចង់រស់នៅដោយមិនរៀបការគាត់ចង់ផ្ដាច់ខ្លួនពីស្ត្រីអត់ចង់រៀបការអញ្ចឹងរ៉ូស៊ូលឡោះសល្លឡោះសាឡាមគាត់បានបដិសេធអំពីសំណើនោះ Walau azina lahu la ikhtasayna បើសិនជារ៉ូស៊ូលឡោះសាឡឡោះអាឡៃហ៊ីវសាឡាំអនុញ្ញាតឲ្យគាត់ធ្វើដូច្នោះម្លេះពួកយើងក៏នឹងកាត់សរីរាង្គបន្តពូជរបស់ខ្លួនអញ្ចឹងបើសិនជារ៉ូស៊ូលអនុញ្ញាតគាត់នឹងកាត់សរីរាង្គបន្តពូជរបស់គាត់ Lakinnal Islam lam yulqi habla hadhil gharizati ala gharibiha ប៉ុន្តែអ៊ីស្លាមក៏មិនបានទុកឲ្យសភាវគតិនេះដើរតាមចិត្តដោយគ្មានការគ្រប់គ្រងនោះដែរ Walam yatsrukil insana hurran taliqan fi ishba'i nahamihil jinsiyyi ហើយមិនបានទុកឲ្យមនុស្សមានសេរីភាពពេញលេញក្នុងការបំពេញតណ្ហាផ្លូវភេទរបស់ខ្លួនដែរ Bihaisu yufsidu nafsahu wa ghayrahu រហូតដល់ធ្វើឲ្យខូចខាតដល់ខ្លួនឯងនិងអ្នកដទៃ Wa yadurru bil akhlaqi និងប៉ះពាល់ដល់សីលធម៌ Wa yahdimul buyuta wal usara ហើយបំផ្លាញគ្រួសារនិងស្ថាប័នគ្រួសារ Wa yaftahul baba wasi'an li ghivayati syaitani wa wasawisihi ព្រមទាំងបើកផ្លូវយ៉ាងទូលំទូលាយឲ្យឆៃតានចូលមកលបួងនិងបញ្ឆោតញុះញង់ Wa innama waqafal mawqifal mutawassital mu'tadila ផ្ទុយទៅវិញអ៊ីស្លាមបានប្រកាន់យកមធ្យោបាយមាគ៌ាមធ្យមផ្លូវកណ្ដាល Fastajaba linida'il fitrati wa nazzamaha ដោយឆ្លើយតបទៅនឹងធម្មជាតិដើមរបស់មនុស្សនិងរៀបចំគ្រប់គ្រងវាឲ្យបានត្រឹមត្រូវ Bihaisu tuaddi dawrahan nafi'al
banna'a ដើម្បីឲ្យសភាវគតិនេះអាចបំពេញតួនាទីដ៏មានប្រយោជន៍និងស្ថាបនារបស់វា في إيجاد هذا النوع ក្នុងការបង្កើតនិងបន្តពូជមនុស្សជាតិ واستمرار بقائه និងធានាឲ្យមនុស្សជាតិបន្តមានវត្តមានតទៅទៀតអាល់ហាំឌុលឡាហ៍ចឹងយើងបញ្ចប់ត្រឹមនេះសិនអ៊ីនសាអល់ឡោះយើងនឹងបន្តទៅវគ្គក្រោយទៀតនៅចំណុចបន្ទាប់មេរៀនបន្ទាប់ وبالله توفيق والله هداية والسلام عليكم ورحمة الله وبركاته